ជុបបដិវត្តតាជោគសូមស្វាគមន៍បងប្អូនរួមជាតិខ្មែរជាទីគោរពរាប់អាននាពេលនេះបងប្អូនកំពុងស្ដាប់វិទ្យុបដិវត្តផ្កាឈូកដែលផ្សាយចេញពីទីក្រុងប៉ារីសរៀងរាល់ថ្ងៃសៅរ៍តាមប្រព័ន្ធអ៊ីនធឺណិត www.khmerloturevolution.com វិទ្យុបដិវត្តផ្កាឈូកជាកម្លាំងចលនាខ្មែរដើម្បីដេញអាណានិគមឈ្លានពានកម្ពុជាកំចាត់របបផ្ដាច់ការជន់ក្បត់ជាតិអាយ៉ងយួនភ្នំពេញទើបយើងកសាងសង្គមសេរីឯករាជ្យប្រជាធិបតេយ្យរដ្ឋធានីប្រទេសបារាំងយើងខ្ញុំសហការីវិទ្យុបដិវត្តផ្កាឈូកសូមស្វាគមន៍ដល់បងប្អូនជនរួមជាតិខ្មែរទាំងអស់ជាទីគោរពរាប់អានតទៅនេះយើងខ្ញុំសូមជូនកម្មវិធីផ្សាយសម្រាប់ថ្ងៃទី1ខែមេសាឆ្នាំ2017ដូចតទៅសេចក្តីជូនដំណឹងពីសមាគមពលជវិមានជួនរងគ្រោះដោយរបបប្រល័យពូជសាសន៍ទស្សនៈរបស់អ្នកស្រីជានាវីក្រមប្រធានបទកលល្បិចយួនលើកទឹកដីខ្មែរពីចំនួន1ទៅចំនួន1រហូតដល់ដីខ្មែររួចតូចទៅវិភាគនយោបាយរបស់លោកអ៊ូចលលើប្រធានបទតើហេតុអ្វីបានជាសង្គមខ្មែរនឹងត្រូវផ្ទុះចេញជាបដិវត្តកំណាព្យនឹងបញ្ចប់កម្មវិធីដោយចម្រៀងស្នេហាជាតិអមដោយអត្ថាធិប្បាយប្រទេសខ្មែរសពថ្ងៃនេះមានទូរភ័ក្រជាទម្ងន់ព្រោះប្រទេសខ្មែរយើងគ្មានទេរដ្ឋាភិបាលគឺក្រុមចៅយួនចិននិងអាយ៉ងវាមកឈ្លានពានបំផ្លិចបំផ្លាញគ្រប់វិស័យជាកិច្ចចាប់ផ្ដើមថ្ងៃនេះសូមលោកអ្នកអញ្ជើញស្ដាប់សេចក្តីជូនដំណឹងពីសមាគមពលជវិមានជនរងគ្រោះដោយរបបប្រល័យពូជសាសន៍សេចក្តីជូនដំណឹងនៅថ្ងៃអាទិត្យទី23ខែមេសាឆ្នាំ2017នេះនៅវត្តវាំងសែនជ័យក្រុងប៉ារីក្នុងប្រទេសបារាំងចាប់ពីម៉ោង9ព្រឹករហូតដល់ម៉ោង7ល្ងាចនឹងមានប្រារព្ធពិធីរំលឹកវិញ្ញាណក្ខន្ធជនរងគ្រោះជាង3លាននាក់ដែលស្លាប់ក្នុងរបបប្រល័យពូជសាសន៍ខ្មែរក្រហមប៉ុលពតបងប្អូនជាខ្មែរជាជនបរទេសដែលជាគ្រួសារញាតិមិត្តជាប់សាច់សាលោហិតនៃជនរងគ្រោះអាចធ្វើម្ហូបអាហារជាចង្ហាន់បង្អែមផ្លែឈើប្រគេនព្រះសង្ឃនិងចូលរួមអុជទៀនធូបបាំងស្កូលតាមប្រពៃណីពុទ្ធសាសនាតាមសទ្ធាជ្រះថ្លាក្នុងកតញ្ញូតាធម៌ឧទ្ទិសកុសលផលបុណ្យជូនដល់ព្រលឹងអ្នកស្លាប់ឲ្យបានគ្រប់គ្នាថ្ងៃអាទិត្យទី23ខែមេសាឆ្នាំ2017នេះគឺជាខួបទី42នៃការរំលឹកវិញ្ញាណក្ខន្ធជនរងគ្រោះដែលស្លាប់ដោយវេទនាក្នុងរបបកុម្មុយនីសខ្មែរក្រហមព្រៃផ្សៃនិយមចិនយួនតុលាការខ្មែរក្រហមកូនកាត់បច្ចុប្បន្នពុំអាចរកឃើញការពិតនិងផ្ដល់យុត្តិធម៌ទាំងស្រុងជូនប្រជាជាតិខ្មែរបានទេព្រោះជាតុលាការដែលស្ថិតក្រោមសម្ពាធនយោបាយនៃរបបហ៊ុនសែនបកប្រជាជនអតីតខ្មែរក្រហមបម្រើអាណានិគមយួន
ខ្លួនដូច្នេះមានតែសេចក្តីកតញ្ញូតាធម៌នៃបងប្អូនខ្មែរនិងបរទេសជាគ្រួសារញាតិមិត្តសាច់សាលោហិតនៃជនរងគ្រោះទេដែលមានប្រសិទ្ធភាពផ្លូវចិត្តតាមប្រពៃណីពុទ្ធសាសនាអាចបញ្ជូនផល្លានិសង្ឃឲ្យបានដល់ព្រលឹងអស់លោកដែលស្លាប់ដើម្បីបានកើតនៅឋានសុគតិភពរៀងៗខ្លួនក្នុងឱកាសនេះដែរខ្ញុំសូមបន់ស្រន់ឲ្យទេវតាឆ្នាំថ្មីគឺឆ្នាំរកាឆ្នាំ2017នេះមកប្រសិទ្ធពរបួងសួងសូមឲ្យព្រលឹងអ្នកស្លាប់បានកើតក្នុងសុគតិភពហើយជួយថែទាំបងប្អូនជាគ្រួសារញាតិមិត្តសាច់សាលោហិតឲ្យទទួលបានបរមសុខរកស៊ីមានបានជួបនៅសុខប្រមាណគល់គ្រប់បែបយ៉ាងកុំបីក្លែងក្លាតឡើយពីខ្ញុំបាទពូចលប្រធានសមាគមពោជវិមាននៃជនរងគ្រោះក្នុងរបបខ្មែរក្រហមប៉ុលពតសូមអរគុណដើម្បីរំដោះប្រទេសជាតិឲ្យផុតពីការជិះជាន់យួននឹងចិនប្រជាពលរដ្ឋខ្មែរទាំងប្រុសស្រីមិនត្រូវចូលរួមបោះឆ្នោតជាដាច់ខាតត្រូវសម្រេចចិត្តងើបដេញចោលឈ្លានពាននិងពួកអាយ៉ងឲ្យអស់ពីប្រទេសកម្ពុជានៅបច្ចឹមប្រទេសមានប្រទេសទូនីស៊ីជាអាចប្រជាពលរដ្ឋគេបានរួមសាមគ្គីជាធ្លុងមួយងើបប្រឆាំងនឹងមេផ្ដាច់ការពុករលួយឲ្យចុះចេញពីតំណែងចំណែកប្រទេសខ្មែរយើងវិញមានចៅយួនចិនបានមកខុបខិតជាមួយនឹងបុគ្គលមួយក្រុមជាជនអវិជ្ជាខួរក្បាលបង្កងមានទីអាតតែនសវណ្ណហេសំរិនជាស៊ីមនិងអតីតឆានផ្នែកម្ខាងហ៊ុនសែនក្នុងការបញ្ជូនក្រុមចៅយួនចិនឲ្យមកធ្វើជាមេប៉ូលីសមេទាហានអុកញ៉ាធំតូចដើម្បីលួចឆក់ប្លន់បំផ្លិចបំផ្លាញព្រៃឈើកាប់សម្លាប់ប្រជាពលរដ្ឋខ្មែរជារៀងរាល់ថ្ងៃយ៉ាងឃោរឃៅបំផុតគឺក្នុងគោលបំណងបំបត្តិពូជសាសន៍ខ្មែរឲ្យផុតពីផែនទីពិភពលោកដោយប្រទេសចម្ប៉ាអំពើយុគខ្នងដែលពួកចៅយួនចិនបានប្រព្រឹត្តយើងជាពលរដ្ឋខ្មែរដឹងគ្រប់គ្នាចុះហេតុដូចម្តេចបានជាខ្មែរខ្លះនៅតែវង្វេងបលក្បាលចូលទៅរួមរស់ធ្វើការជាមួយវងចោលនោះទៅវិញតទៅនេះសូមលោកអ្នកអញ្ជើញស្ដាប់សេចក្តីអត្ថាធិប្បាយរបស់អ្នកស្រីជានាវីដូចតទៅបងប្អូនរួមជាតិជាទីគោរពជាងពាក់កណ្ដាលសតវត្សរួចមកហើយដែលប្រទេសកម្ពុជាយើងធ្លាក់ចូលក្នុងជ្រោះយ៉ាងជ្រៅដូច្នេះបើពួកយើងមិននាំគ្នាតិចពីជ្រោះមរណៈនោះទេមានន័យថាពួកយើងកំពុងសម្លាប់ជាតិឯងនិងសម្លាប់ខ្លួនឯងផ្ទាល់តែម្ដងព្រោះលទ្ធផលនៃនយោបាយកាត់ទឹកដីឥតស្រាកស្រានរបស់ពួកចៅយួនឈ្លានពានមកលើប្រទេសកម្ពុជាយើងនេះដែលបានចាប់ផ្ដើមពីសតវត្សទី19នោះមកក្នុងដំណើរឆ្ពោះទៅទិសខាងត្បូងនិងទៅទិសខាងលិចដែលបានប្រែរូបហើយលាក់ខ្លួននៅពីក្រោមមនោគមវិជ្ជាកុម្មុយនីសចាប់ពីពាក់កណ្ដាលសតវត្សទី20នោះមកតាមការបង្កើតគណៈបកកុម្មុយនីសឥណ្ឌូចិននៅឆ្នាំ1951ដោយហូជីមិញការបង្កើតគណៈបកកុម្មុយនីសឥណ្ឌូចិននេះគឺដើម្បីសម្លាប់ពូជខ្មែរនិងលេបត្របាក់យកទឹកដីខ្មែរតែប៉ុណ្ណោះហេតុដូច្នេះពួកចៅយួនឈ្លានពាននេះគឺជាពួកអក្រិតជនសម្លាប់ពូជខ្មែរពីមួយជំនាន់ទៅមួយជំនាន់ព្រមទាំងប្រើដៃពួកខ្មែរអវិជ្ជាល្ងីល្ងើវង្វេងជាតិមួយក្រុមមកសម្លាប់ពូជខ្មែរឲ្យដាច់ពូជហើយក្នុងពេលតែមួយនោះពួកចៅយួនវាខំបង្ហូរពូជវាចូលក្នុងប្រទេសកម្ពុជាឲ្យពេញដោយប្រទេសចម្ប៉ាដោយសប្តាហ៍ថ្ងៃនេះពួកចៅយួនវាបង្ហាញឲ្យយើងឃើញច្បាស់ហើយថាពួកយួននេះវាយក23ដុល្លារធ្វើជាខែលតាមរយៈការបោះឆ្នោតរឿងទាំងនេះនៅមានខ្មែរខ្លះមិនទាន់ភ្លឺភ្នែកនៅឡើយព្រោះកំពុងលំកប់នៅក្នុងគំនិតអវិជ្ជាហើយព្រមទាំងនាំប្រជាពលរដ្ឋខ្មែរចូលទៅក្នុងជ្រោះមរណៈនោះថែមទៀតធ្វើឲ្យប្រជាពលរដ្ឋខ្មែរដេកសង្ឃឹមថាបើដូរកោជោបកបានគឺពិតជាឈ្នះឆ្នោតបងប្អូនតើយើងឈ្នះឆ្នោតទៅតាមផ្លូវណា
បើពួកចៅយួនវាហូរចូលក្នុងប្រទេសកម្ពុជាយើងដោយទឹកបាក់ទំនប់យ៉ាងនេះដោយគ្មានអ្នកណាម្នាក់អាចទប់ទល់បានផងនោះសំខាន់ជាងនេះទៅទៀតពួកវាគ្មានគោរពយើងជាម្ចាស់ឆ្នោតម្ចាស់ទឹកដីនោះសោះឡើយធ្វើបាបម្ចាស់ទឹកដីជាងសត្វធាតុទៅទៀតវាចង់យកពួកយើងទៅសម្លាប់ឬក៏ដាក់គុកបានគ្រប់ពេលវេលាគ្រប់និន្នាការដែលយួននឹងចិនត្រូវការធ្វើអំពើដ៏ខុសខើបំបត្តិពូជសាសន៍យ៉ាងនេះយើងសួរវិញថាតើការបោះឆ្នោតនោះមានយុត្តិធម៌ក្នុងសង្គមខ្មែរហើយអាចមានជ័យជំនះក្នុងការបោះឆ្នោតបានឬទេចម្លើយគឺគ្មានទេព្រោះធ្វើការបោះឆ្នោតនេះគឺដើម្បីបន្លំភ្នែកប្រជាពលរដ្ឋឲ្យដេករងចាំតែថ្ងៃបោះឆ្នោតតែប៉ុណ្ណោះបងប្អូនតើយើងត្រូវធ្វើរបៀបណាដើម្បីទាមទារយកមកវិញនៅអ្វីដែលយើងបាត់បង់ហេតុដូច្នេះគឺមានតែកម្លាំងប្រជាពលរដ្ឋខ្មែរនោះទេទូទាំងពិភពលោកទាំងក្នុងទាំងក្រៅប្រទេសព្រមងើបប្រឆាំងទាំងអស់គ្នានោះទើបយើងយកឈ្នះលើរបបឈ្លានពាននិងពួកក្បត់ជាតិនេះបានហើយយើងមានភាពថ្លៃថ្នូរសារជាថ្មីសង្គមខ្មែរនឹងដើរទៅរកប្រជាធិបតេយ្យដែលជាប្រភពការរីកចម្រើនមានសេរីភាពនាំមនុស្សឲ្យមានសតិអារម្មណ៍ខ្ពស់ចេះច្នៃជីវិតដោយខ្លួនឯងមិនបាច់ដេករងចាំអតិទេពណាមួយមកប្រោះឡើយខ្ញុំយំស្ទើរបែកទ្រូងយំឲ្យជួយផងគេមកដុតផ្ទះគេមកឈូឆាយបំផ្លាញតិចអស់រាជខ្មែររងគ្រោះអស់ត្រនំនៅធ្លាប់សុខជួបជុំគ្រួសារច្បាប់មកពីណាសាហាវអីលេលំដីម្ចាស់ស្រុកបាត់ផ្ទះជាផេះបំរើបរទេសរំលោភសិទ្ធិខ្មែរម៉ែរួមជួបគ្រោះទាំងផិតទាំងភ័យរស់គ្មានតម្លៃជាខ្មែរម្ចាស់ស្រុកខ្មែរអើយក្រោកឡើងព្រោះចោលអុកលុកប្រើសិទ្ធិម្ចាស់ស្រុកសិទ្ធិម្ចាស់នគរចៅ500ប្រឡាយពូជខ្មែរយួនជាថៅកែម៉ែខ្សែស្ទើរអស់កាលឆ្នាំ75 3លានឥតចោះយួនថាសង្គ្រោះតែខ្មែរស្លាប់ពី
យួន5លានមានកាត់ខ្មែរហើយតើធ្វើមិនដេចឡើយឲ្យខ្មែរបោះឈ្នះបោះទៅបោះមកបោះអស់ទាំងផ្ទះយួននៅតែឈ្នះខ្មែរស្លាប់អាស្រូវអាណត្តិទី5ខ្មែរចាំរកផ្លូវកំតិចសត្រូវឲ្យផុតទុកភ័យរូបខ្មែរបាល់យួនហត់ឈាមរាល់ថ្ងៃចិត្តឥតប្រណីសម្លាប់ជាតិឯងរូបឲ្យផុតគ្រោះផុតភ័យប្រជាសេរីជាខ្មែរម្ចាស់ស្រុកខ្មែរអើយក្រោកឡើងដេញចោលអុកលុកប្រើសិទ្ធិម្ចាស់ស្រុកសិទ្ធិម្ចាស់នគរបោះឆ្នោតដូចមុនគឺប្រឡាយខ្មែរជួយយួនថៅកែឲ្យខ្មែរខ្សាយអស់ដូចឆ្នាំ75 3លានឥតខ្ចោះ79ជាក់ច្បាស់គឺយួនលេខខ្មែរជាមួយនឹងឃាតករយួននិងចិនចោលឈ្លានពានទឹកដីគឺធ្វើឲ្យពួកវាមានអំណាចបន្តសម្លាប់ពូជខ្មែរនិងកាន់កាប់ប្រទេសខ្មែរដោយស្របច្បាប់ប្រទេសខ្មែរយើងសប្តាហ៍ថ្ងៃគ្មានទេរដ្ឋាភិបាលគឺមានតែវងចោលយួនចិននិងបរិវាររបស់វាបានមកត្រួតត្រាបន្លំប្រជាពលរដ្ឋខ្មែរនិងអន្តរជាតិមួយថ្ងៃពួកវាគ្មានគិតអ្វីក្រៅពីរបបសម្លាប់ប្រជាពលរដ្ឋខ្មែរដើម្បីឲ្យខ្មែររលាយរលត់ចេញពីផែនទីពិភពលោកដោយប្រទេសចម្ប៉ាត្រង់នេះហើយយើងឃើញមានតែការបំផ្លិចបំផ្លាញព្រៃឈើដុតផ្ទះសម្បែងប្លន់យកដីធ្លីនិងកាប់សម្លាប់ប្រជាពលរដ្ឋខ្មែរយ៉ាងឃោរឃៅជាទីបំផុតដូច្នេះដើម្បីបំបត្តិភាពច្របូកច្របល់អាណាធិបតេយ្យដោយខាងលើនេះតើយើងត្រូវធ្វើដូចម្តេចត្រូវចូលរួមបោះឆ្នោតជាមួយនឹងវងចោលយួនចិនឬរួមសាមគ្គីទាំងអស់គ្នាងើបធ្វើបដិវត្តតទៅនេះសូមលោកអ្នកអញ្ជើញស្ដាប់ការវិភាគរបស់លោកអ៊ូចលដូចតទៅខ្ញុំបាទអ៊ូចលនៃបដិវត្តការឈូកសូមជម្រាបសួរបងប្អូនជនរួមជាតិដែលស្ដាប់វិទ្យុបដិវត្តការឈូកទាំងក្នុងស្រុកទាំងក្រៅស្រុកនៅកម្ពុជាថ្ងៃ27មីនា2017សហគមន៍បូរីកីឡាបានបន្តប្រារព្ធធ្វើទិវាថ្ងៃច័ន្ទពណ៌ខ្មៅលើកទី47នៅក្នុងសហគមន៍របស់គេទាមទារឲ្យដោះលែងសកម្មជនសហគមន៍បង្កក់គឺអ្នកស្រីទេវនីលោកនីចរិយាអគ្គលេខាធិការរងនៃកោជបនិងសកម្មជនអាត់ហុក4នាក់ដែលជាប់ពន្ធនាគារក្នុងរឿងអាស្រូវក្នុងខោរបស់កែមសុខាជាច្រើនខែមកហើយគេក៏ទាមទារដើម្បីបានទទួលសំណងសមស្របឲ្យសហគមន៍បូរីកីឡាដែរក្រោយពីបញ្ចប់ទិវានេះប្រហែល10នាទីប៉ូលីសបាន
ចាប់ស្ត្រីបរិយាកាស2នាក់យកទៅសាកសួរជាច្រើនម៉ោងនៅប៉ុស្តិ៍ប៉ូលីសសហគមន៍បង្កក់និងបន្តធ្វើទិវាថ្ងៃច័ន្ទពណ៌ខ្មៅនៅក្រោយពិធីបុណ្យចូលឆ្នាំបើអ្វីៗដែលគេសុំនឹងពុំត្រូវទទួលបានការដោះស្រាយដោយសំណើរបស់គេនោះទេរដ្ឋាភិបាលដេរឆាននៅតែចាត់ទុកថាប្រតិបត្តិការថ្ងៃច័ន្ទពណ៌ខ្មៅនេះគឺជាងងឹកភ្លើងនៃចលនាបដិវត្តពណ៌ឬបដិវត្តការឈូកដែលទារបាញ់ប្រកាសឲ្យប្រកាសធាតុថានឹងបង្ក្រាបឲ្យទាល់តែបានដោយយកសពាវុធថ្មីជាជំនួយនានាពីបរទេសមានកូរ៉េមកប្រើប្រាស់ចិត្តដល់ពេលបោះឆ្នោតឬក្រុមប្រឹក្សាឃុំសង្កាត់នៅកម្ពុជាមានការចាប់ផ្ដើមផ្សាយដំណឹងខុសឧទាហរណ៍ថាអង្គការអន្តរជាតិមួយស្ដីពីសិទ្ធិមនុស្សនិងសេរីភាពបានផ្សាយថាប្រជាជាតិខ្មែរចំនួន 70% មានបំណងទៅបោះឆ្នោតឲ្យបកប្រជាជនព្រោះគេយល់ថាបកប្រជាជនកំពុងដើរលើផ្លូវត្រូវវិទ្យុអាស៊ីសេរីបានប្រកាសថានេះពុំមែនជាការផ្សាយរបស់វិទ្យុអាស៊ីសេរីទេព្រោះគេពុំបានផ្សាយពីសន្ទង់មតិណាមួយរបៀបនេះនោះឡើយប្រហែលជាបកប្រជាជនដឹងខ្លួនថាអាចចាញ់ឆ្នោតបាត់បង់កៅអីក្រុមប្រឹក្សាឃុំសង្កាត់ច្រើនក្នុងអនាគតទេបកប្រជាជនហ៊ុនសែននិងម៉ែនសំអនបានប្រកាសថាសមាជិកបកណាចាញ់ឆ្នោតក៏នឹងនៅតែបន្តទទួលប្រាក់ខែដូចអតីតកាលដែរគឺជាការពំនាំឲ្យប្រជាជាតិខ្មែរភ្ញាក់ផ្អើលទេព្រោះធនធានប្រទេសកម្ពុជាទាំងមូលគឺជាធនធានរបស់គ្រួសារបកប្រជាជនដែលគ្រប់គ្រងលើកងទ័ពលើព្រៃឈើលើធនធានរ៉ែលើថវិកាជាតិឡាក់ហើយក្រោយពីវាបានរកគួនព្រមានបន្លាចបកសង្គ្រោះចោលអស់សាច់តាមការបំផិតបំភ័យយកឧទ្ធម្ភាគចក្រហើយគម្រាមពីលើទីស្នាក់ការកណ្ដាលបកយកឡានទ័ពមកដាក់ពីមុខទីស្នាក់ការក្រោយពីជំរុញឲ្យកែមសខាបង្ខំចិត្តឃុំខ្លួនឯងប្រហែល3ខែនៅក្នុងទីស្នាក់ការព្រោះរឿងក្នុងខោរបស់ខ្លួនមកក្រោយពីការគម្រាមរឹបអូសយកអាគារទីស្នាក់ការបកសង្គ្រោះចោលប្រសំរងស៊ីជំពាក់លុយជាសំណងជំងឺចិត្តពីការបរិហាកេរលើហ៊ុនសែននិងក្រោយពីការធ្វើច្បាប់ថ្មីស្ដីពីគណៈបកនយោបាយអគ្គហ៊ុនសែនបានអំពាវនាវឲ្យបកសង្គ្រោះចោលនិងអ្នកនយោបាយនានាទាំងអស់ឈប់ប្រទុសរាយគ្នានៅពេលចូលឆ្នាំខ្មែររហូតដល់ពេលបោះឆ្នោតឃុំសង្កាត់នេះបានចំជាល្បិចរាក់កំផែលដោយយួនជាកុងប្រកាសប្រាប់សហរដ្ឋអាមេរិកថានឹងគ្មានការបាញ់គ្នាទេនៅពេលបុណ្យចូលឆ្នាំចិនយួនគឺបុណ្យតេតនេះបង្ហាញពីភាពអ្នកលេងនៃហ៊ុនសែនអ្នកលេងនៅឃុំពីមកស្នាស្រុកស្ទឹងត្រង់ខេត្តកំពង់ចាមកៅរេមីប្រធានមជ្ឈមណ្ឌលសិទ្ធិដេរឆាននៃរដ្ឋាភិបាលអាខ្វាក់ហ៊ុនសែនបានឆ្លើយតបថា APHO ជាក្រុមតូចមួយពុំមែនជាតំណាងសភាអាស៊ានទាំងមូលទេអ្នកដែលគោរពសិទ្ធិនៅកម្ពុជាគឺហ៊ុនសែននេះឯងអាខ្វាក់ហ៊ុនសែនរបស់គេគួរតែទទួលបានរង្វាន់ Nobel ព្រោះវាបានធ្វើឲ្យស្រុកខ្មែរទទួលបានសន្តិភាពរីឯអ្នកនាំពាក្យបកប្រជាជនសុកអច្ឆេះវិញបានថ្លែងថាអ្វីៗបច្ចុប្បន្ននៅកម្ពុជាពុំមានបញ្ហាទេអ្នកដែលមានបញ្ហាគឺក្រុមបកសង្គ្រោះចោលឯណោះទេព្រោះក្រុមនេះបានប្រព្រឹត្តខុសច្បាប់រួមសេចក្តីកម្ពុជានិងប្រជាជាតិខ្មែរពុំអាចសង្ឃឹមលើនយោបាយរបស់អាខ្វាក់ហ៊ុនសែននាយករដ្ឋមន្ត្រីចោលសប្តាហ៍ថ្ងៃបានទេក្រុមអាត្រពងដោយកៅរេមីផៃស៊ីប៉ែក្នុងរបបអាខ្វាក់ហ៊ុនសែនធិបតេយ្យវាត្រូវតែខំព្រោះការពារហ៊ុនសែនបកប្រជាជនរបបកញ្ជះយួនចិនបន្តទៀតដើម្បីវាទទួលបានឆ្អឹងសាច់បាយសម្រាប់ស៊ីនិងរស់បន្តធ្វើជាឆ្កែបំរើអាខ្វាក់ហ៊ុនសែនតែប៉ុណ្ណោះពុំមែនដូចជារបបនីតិរដ្ឋក្នុងលោកដែលមានអ្នកនាំពាក្យមានសមត្ថភាពឯករាជ្យបំរើប្រជាជាតិជាមនុស្សជាតិនោះឡើយលោក Phil Robertson នាយកប្រតិបត្តិរងនៃអង្គការ Human Rights Watch ប្រចាំអាស៊ីបានរិះគន់ថាសមាគមសិទ្ធិដេរឆានរបស់រដ្ឋាភិបាលដែលមានកៅរេមីជានាយកគឺជាឧបករណ៍កំប្លុកកំប្លែងសម្រាប់ការពាររបបហ៊ុនសែ
ែនដូច្នេះពុំមានភាពឯករាជ្យទេអន្តរជាតិក៏គេពុំទទួលស្គាល់ឲ្យតម្លៃដែរហេតុនេះហើយបានជាប្រជាជាតិខ្មែរខ្លួនឯងមិនមានទំនាក់ទំនងជាមួយដើម្បីសុំឲ្យសមាគមនេះជួយសម្រាលទុក្ខរបស់ពួកគេនោះទេលោក Phil Robertson សន្និដ្ឋានថាបើកម្ពុជានៅតែមានវត្តមានហ៊ុនសែនកាន់អំណាចបញ្ហាសិទ្ធិសេរីភាពនិងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជានឹងងើបមុខពំរួចឡើយបើគ្មានលទ្ធិប្រជាធិបតេយ្យពិតប្រាកដនៅពេលបោះឆ្នោតទាំងពីរខាងមុខនោះទេសហរដ្ឋអាមេរិកនិងអឺរ៉ុបនឹងដាក់ទណ្ឌកម្មនានាដូចជាទណ្ឌកម្មសេដ្ឋកិច្ចជាដើមហើយកម្ពុជានឹងជួបមហាគ្រោះថ្នាក់ដ៏ធំធេងព្រោះវត្តមាននៃហ៊ុនសែនផ្ដាច់ការក្នុងពេលបច្ចុប្បន្នអំពើផ្ដាច់ការក្បត់ជាតិរបស់អាខ្វាក់ហ៊ុនសែនបកប្រជាជនពុំអាចមានអ្វីមកជួយវាបានឡើយស្របតាមអ្វីដែលវប្បធម៌ខ្មែរនិយាយមកហើយគឺវាអន្ទោលតាមប្រាណជារូបបង្កទុក្ខំអនិច្ចំអនត្តាមានរូបមានទុក្ខមិនទៀងទាត់ពុំមែនជារបស់ខ្លួននៅក្នុងពិភពលោកឆ្នាំ2017នេះគឺជាខួបទី60នៃការកសាងសហគមន៍អឺរ៉ុបប្រកាសពីឆ្នាំ1957ប្រទេសអឺរ៉ុប6បានចុះហត្ថលេខាលើសន្ធិសញ្ញាទីក្រុងរ៉ូមដើម្បីឈានទៅបង្កើតសហគមន៍អឺរ៉ុបពេលនោះមានប្រទេសអាល្លឺម៉ង់ខាងលិចប្រទេសបារាំងបែលហ្សិកលុចសំបួរអ៊ីតាលីនិងហូឡង់លោកស្រីតេរេសាមេពុំបានទៅចូលរួមថ្ងៃខួបទី60នេះទេព្រោះឆ្នាំ2016ព្រះរាជាណាចក្រអង់គ្លេសបានបោះឆ្នោតប្រជាមតិចេញពីអឺរ៉ុបឬ Brexit លោក Jean-Claude Juncker ថ្លែងថានឹងមិនធ្វើឲ្យការចរចាខូចប្រយោជន៍អឺរ៉ុបនិងព្រះរាជាណាចក្រអង់គ្លេសទេនៅក្នុងការចរចា Brexit នេះសម្ដេចប៉ាបហ្វ្រង់ស៊័របានទទួលមេដឹកនាំសហគមន៍អឺរ៉ុបនៅបូរីវ៉ាទីកង់ហើយបានអំពាវនាវឲ្យអឺរ៉ុបនាំគ្នារិះរកចក្ខុវិស័យថ្មីដើម្បីកុំឲ្យអឺរ៉ុបជួបការលំបាកអាចធ្លាក់ក្នុងភាពអស់សង្ឃឹមទៅអនាគតនៅអង់គ្លេសមនុស្សរាប់ម៉ឺននាក់នាំគ្នាធ្វើបាតកម្មប្រឆាំងការដែលព្រះរាជាណាចក្រអង់គ្លេសសូមចេញពីអឺរ៉ុបឬ Brexit នៅតុលាការព្រហ្មទណ្ឌអន្តរជាតិ ICC សាលក្រមបានដាក់ពិន័យជានិមិត្តរូបទៅលើមេសង្គ្រាមនៅកាតង់ហ្គាក្នុងប្រទេសកុងហ្គោឲ្យសងជំងឺចិត្តជានិមិត្តរូបម្នាក់ៗ$250ឲ្យមនុស្សរងគ្រោះចំនួន297នាក់សរុបនៃសំណងជានិមិត្តរូបនេះមានតម្លៃប្រហែល$1លាននៅប្រទេសប៉េរូទឹកជំនន់ដែលពុំទាន់ចប់នៅឡើយបាននឹងកំពុងសម្លាប់មនុស្សជាង100នាក់ធ្វើឲ្យដីភ្នំបាក់ដាច់ផ្លូវផ្ទះសម្បែងបាក់ធ្លាក់ចូលក្នុងទឹកទន្លេធ្វើឲ្យប្រជាជនខ្វះទីជម្រករាប់សែននាក់ប្រទេសស៊ីលីបានផ្ដន់ទាទោសនាយទាហាន33នាក់ដែលក្នុងអតីតកាលបានចូលរួមសហការចាប់ប្រជាជាតិស៊ីលីជាចំណាប់ខ្មាំងនៅសម័យឧត្តមសេនីយ៍ពីណូសេនៅអេស៊ីបលោកមូបារ៉ាក់ជាអតីតប្រធានាធិបតីត្រូវបានតុលាការដោះលែងក្រោយពីជាប់ពន្ធនាគារ6ឆ្នាំពីការចោទប្រកាន់ថាបានបញ្ជាឲ្យទាហានឬប៉ូលីសសម្លាប់អ្នកបះបោរក្នុងសម័យបដិវត្តន៍នីតិខរដូវអារ៉ាប់ប្រទេសវេណេស៊ុយឡាបានសុំឲ្យអង្គការសហប្រជាជាតិជួយផ្ដល់សម្ភារៈជាថ្នាំសង្កូវជាបន្ទាន់ព្រោះប្រទេសកំពុងជួបវិបត្តិសេដ្ឋកិច្ចយ៉ាងធ្ងន់ធ្ងរថ្ងៃអាទិត្យ26មីនា2017កន្លងមកនេះនៅទូទាំងប្រទេសរុស្ស៊ីជាពិសេសនៅទីក្រុងម៉ូស្គូបកប្រឆាំងបាននាំគ្នាធ្វើបាតកម្មយ៉ាងមហាធំធេងប្រឆាំងអំពើពុករលួយនៃរដ្ឋាភិបាលពូទីនប៉ូលីសបានចាប់បាតកោប្រហែល700នាក់ក្នុងនោះមានមេអ្នកប្រឆាំងគឺលោកអាឡិចសៃណាវ៉ាល់នីដែលត្រូវតុលាការកាត់ទោសដាក់ពន្ធនាគារ15ថ្ងៃភ្លាមនៅសហរដ្ឋអាមេរិករដ្ឋអំណាចលោកដូណាល់ត្រាំបានទទួលបរាជ័យក្នុងការលុបចោលច្បាប់អូបាម៉ាខែដើម្បីដាក់ជំនួសដោយច្បាប់សន្តិសុខសង្គមថ្មីស្របតាមគោលការណ៍នៃបក
សាធារណរដ្ឋព្រោះសភាសម្រាប់ដកច្បាប់នេះចេញមុនពេលបោះឆ្នោតដោយគេរកឃើញថាពុំមានសមាជិកសភាគាំទ្រច្បាប់ថ្មីនេះគ្រប់គ្រាន់ទេថ្មីនេះព្យុះសង្គ្រាដេបមីយ៉ាងសាហាវបានបក់មកលើប្រទេសអូស្ត្រាលីផ្នែកខាងជើងជាងខាងកើតក្នុងរដ្ឋ Queensland ដោយនាំមកនៅភ្លៀងព្យុះនិងកម្លាំងខ្យល់ប្រហែលជាង250គីឡូម៉ែត្រ/ម៉ោងធ្វើឲ្យមនុស្សស្លាប់ទៀតផងរាជាណាចក្រអង់គ្លេសបានដាក់ពាក្យជាផ្លូវការដើម្បីចរចាចេញពីអឺរ៉ុបឬ Brexit កាលពីថ្ងៃពុធទី29មីនា2017លោកបានញេតំណាងអឺរ៉ុបប្រកាសថានឹងចរចាការពារប្រយោជន៍ជនជាតិអឺរ៉ុបទាំងអស់ដែលរស់នៅអង់គ្លេសក្រោយព្រះរាជាណាចក្រអង់គ្លេសចេញពីអឺរ៉ុបឬ Brexit ហើយអឺរ៉ុបនឹងធ្វើច្បាប់មួយដែរសម្រាប់បើកផ្លូវឲ្យព្រះរាជាណាចក្រអង់គ្លេសសូមចូលក្នុងអឺរ៉ុបវិញបើអង់គ្លេសមានបំណងហើយបើមានសមាជិកអឺរ៉ុបខ្លះជួយគាំទ្រការចរចាចេញពីអឺរ៉ុបនេះនឹងមានរយៈពេលយ៉ាងតិច2ឆ្នាំនៅក្នុងព្រះរាជាណាចក្រអង់គ្លេសនេះដែរសភារដ្ឋអេកូសក៏បានបោះឆ្នោតប្រគល់អំណាចឲ្យលោកស្រី Nicola Sturgeon ជារដ្ឋមន្ត្រីទី1អេកូសចាប់ផ្ដើមចរចាជាមួយលោកស្រី Theresa May នៃព្រះរាជាណាចក្រអង់គ្លេសដើម្បីសូមធ្វើការបោះឆ្នោតទាមទារឯករាជ្យម្ដងទៀតជាលើកទី2ព្រោះប្រទេសអេកូសពុំចង់ចាក់ចេញពីអឺរ៉ុបទេជារួមនៅកម្ពុជាតើអ្វីជាហេតុផលនាំឲ្យសង្គមខ្មែរផ្ទុះជាបដិវត្តផ្កាឈូកយើងមើលឃើញបុព្វហេតុយ៉ាងតិច10ទី1អាណានិគមយួនចិនលើកម្ពុជាទី2អំពើផ្ដាច់ការហ៊ុនសែនបកប្រជាជនយួនបង្កើតលើប្រជាជាតិខ្មែរទី3របបដេរឆានដែលកំពុងដាក់អនុវត្តមកលើប្រជាជាតិខ្មែរជាមនុស្សជាតិទី4របបអនីតិរដ្ឋនៅកម្ពុជាត្រួតត្រានិងស្ថិតក្រោមបញ្ជានៃស្ថាប័ននីតិប្រតិបត្តិទី5រាជានិយមទី2ក្បត់ប្រជាជាតិខ្មែរក្បត់កម្ពុជាបំរើអាណានិគមយួនចិននិងស្ថិតក្រោមបាតជើងជនផ្ដាច់ការហ៊ុនសែនទី6អំពើពុករលួយនៅក្នុងរបបអនីតិរដ្ឋដែលកំពុងបំផ្លាញសុខតំណែងគុលនៃប្រជាជាតិខ្មែរទី7ម៉ាហ្វ្យាកងទ័ពកងអង្គរៈកងកម្លាំងនានាដែលបាននិងកំពុងបន្តច្បាមយកទ្រព្យសម្បត្តិរដ្ឋនិងទ្រព្យសម្បត្តិប្រជាជាតិខ្មែរធ្វើជាសម្បត្តិផ្ទាល់ខ្លួនទី8ប្រជាជាតិខ្មែរខ្វះក្តីសង្ឃឹមក្នុងជីវិតទី9អាណាធិបតេយ្យនិងភាពប្រេផ្សាយនៃការដឹកនាំស្រុកដោយអ្នកនយោបាយខ្មែរនៃក្រុមអាខ្វាក់ហ៊ុនសែនទី10ភាពរស័ព្ទអណ្ដែតតាមខ្យល់នៃនាវាកម្ពុជាក្នុងលំហសមុទ្រដ៏ធំធេងគ្មានកោះគ្មានត្រើយជាអនិច្ចរដ្ឋនៅក្នុងពិភពលោក1អាណានិគមយួនគឺជាជនជាតិប្រៃផ្សាយមិនគោរពប្រទេសជិតខាងមិនគោរពច្បាប់អន្តរជាតិកេងប្រវ័ញ្ចហ៊ានទិញក្បាលហើយប្រជាជនក្បត់ជាតិខ្មែរដោយហ៊ុនសែនហេងសំរិនជាស៊ីមនិងបកប្រជាជនឲ្យក្បត់កម្ពុជានិងលួចប្លន់ទ្រព្យសម្បត្តិជាតិខ្មែរដើម្បីជិះជាន់និងធ្វើអាណានិគមលើកម្ពុជាវត្តមានចង្រៃរੂរົບគ្មានសិលធម៌នៃប្រទេសវៀតណាមជាប្រទេសជិតខាងពុំអាចឲ្យកម្ពុជារស់នៅក្នុងសន្តិភាពបានទេជាពិសេសនៅពេលដែលវាធ្វើឲ្យព្រំប្រទល់ដាច់ខ្សែបណ្ដោយឲ្យនិគមជនយួនហូរចូលដូចទឹកបាក់ទំនប់មកស្រុកខ្មែរហើយបង្ហូរទំនិញសពសារពើចូលមកពន្លិចផលិតផលខ្មែរជាពិសេសទំនិញយួនផ្ទុកទៅដោយជាតិគីមីឬជាទំនិញខូចគុណភាពព្រោះហួសពេលកំណត់ប្រើប្រាស់ស៊ីចុកប្រទេសចិនជាមហាអំណាចមួយទៀតដែលមាននយោបាយជាមួយកម្ពុជាសម្រាប់តែត្រួតត្រានិងក្តោបក្តាប់វាសនានយោបាយនិងសេដ្ឋកិច្ចខ្មែរតាមរយៈការបំពុករលួយថ្នាក់ដឹកនាំខ្មែរឲ្យជន់ក្បាលប្រជាជាតិខ្មែរនិងជន់ទ្រីសិទ្ធិសេរីភាពនៃប្រជាជាតិខ្មែរ2អំពើផ្ដាច់ការហ៊ុនសែនជាជនផ្ដាច់ការយុគងអ្នកលេងហួសសម័យដោយសត្វដេរឆានអួតអាងដូចហ៊ីងស្រែកយំពេលភ្លៀងក្នុងរដូវវស្សាមិនជឿនលឿនពុំយល់ថាប្រទេសនីមួយៗក្នុងលោកសម័យបច្ចុប្បន្នគេត្រូវទទួលបានការគ្រប់គ្រងតាមនីតិរដ្ឋសម្រាប់មនុស្សជាតិព្រោះវាបង្ខាំងនិងធ្វើឲ្យប្រជាជាតិខ្មែរទាំងមួយនគរចងកំហឹងលើថ្នាក់ដឹកនាំដេរឆានគ្រប់លំដាប់ថ្នាក់ព្រោះពួកវាមិនបណ្ដោយឲ្យប្រជាជាតិខ្មែរទទួលស្គាល់
ការអនុវត្តនៃលទ្ធិប្រជាធិបតេយ្យពីមួយអាណត្តិទៅមួយអាណត្តិទេ3របបដេរឆានទោះជាមានរដ្ឋធម្មនុញ្ញក៏ហ៊ុនសែនផ្លាស់ប្ដូររបបនេះបន្តិចម្ដងឲ្យក្លាយជារបបដេរឆានចាប់ប្រជាជាតិឯងដាក់គុកតាមអំពើប្រៃផ្សាយឬយកច្បាប់នានាដែលខ្លួនបង្កើតធ្វើជាឧបករណ៍គៀបសង្កត់បង្ក្រាបសម្លាប់គំរាមសម្លុតប្រជាជាតិខ្មែរបច្ចុប្បន្នរដ្ឋខ្មែរទាំងមូលបានក្លាយជារដ្ឋគ្មានច្បាប់រដ្ឋអាណាធិបតេយ្យឃ្លោកលិចអំបែងអណ្ដែតជារដ្ឋពុករលួយព្រោះត្រីធំស៊ីត្រីតូចទឹកឡើងត្រីស៊ីស្រមោចទឹកហើយស្រមោចស៊ីត្រីអសិលធម៌មេដឹកនាំគ្នាជួញដូរគ្រឿងញៀនជួញមនុស្សដូចគេលក់សត្វចតុបាទពីប្រទេសមួយទៅប្រទេសមួយមើលងាយច្បាប់អន្តរជាតិ4របបអនិតិរដ្ឋដោយប្រជាជាតិខ្មែរលែងជាមនុស្សជាតិព្រោះហ៊ុនសែនបានធ្វើឲ្យព្រះរាជាណាចក្រទី2នេះក្លាយជារបបអនិតិរដ្ឋប្រជាជាតិខ្មែរបាត់អស់ក្តីសង្ឃឹមទៅអនាគតមិនសង្ឃឹមទទួលបានយុត្តិធម៌សេរីភាពលទ្ធិប្រជាធិបតេយ្យទេករណីមនុស្សស្លាប់រាប់រយនៅលើស្ពានកោះពេជ្រករណីលោកជាវិជាពិសិដ្ឋបដិកាឈុតវុធីកែមលីឬករណីខ្មែរស្លាប់នៅក្នុងរបបប៉ុលពតសម័យក5ពេលរដ្ឋប្រហារឆ្នាំ1997ពេលបោកគ្រាប់បែកនៅមុខរដ្ឋសភាឆ្នាំ1997លាក់ជារដ្ឋព្រៃផ្សៃដែលសត្វតោសម្លាប់ស៊ីសត្វពីអាណៈព្រោះសត្វតោខ្លាំងព្រោះហ៊ុនសែនខ្លាចជាបរិះខ្លាំងបញ្ជាឲ្យទៅហ៊ានកងកម្លាំងចាប់ខ្មែរណាម្នាក់ដាក់គុកក៏បានដែរព្រោះតុលាការរងចាំតែបញ្ជាពីនាយករដ្ឋមន្ត្រីចៅដើម្បីចេញសាលក្រមតាមបំណងចង់បានរបស់បរិះខ្លាំង5រាជានិយមក្បត់ជាតិគឺរាជានិយមទី2នេះហើយដែលក្បត់ជាតិបិទភ្នែកសុកចិត្តប្រថាប់ប្រើលើសន្ធិសញ្ញាបំពេញបន្ថែម2005ដើម្បីឲ្យហ៊ុនសែនបកប្រជាជនហ៊ានប្រគល់ទឹកដីកម្ពុជាឬជ្រាបព្រមប្រទល់ដែនទឹកនិងកោះទៅឲ្យយួនហាណូយទោះជាមានវត្តមានរាជានិយមក៏ហ៊ុនសែនវាបដូរប្រព័ន្ធគ្រប់គ្រងពី2/3ទៅ50/1ពីការបោះឆ្នោតចំហដាច់ពីគ្នាឬប្រធានរដ្ឋសភាឬនាយករដ្ឋមន្ត្រីទៅជាការបោះឆ្នោតកញ្ចប់បច្ចុប្បន្នវាបានធ្វើច្បាប់ស្ដីពីគណៈបកសម្រាប់បម្រើបកប្រជាជនគ្រប់គ្រងកម្ពុជាដូចជាជីសេះលែងដៃកាលពីថ្ងៃ4មិថុនា1949រាជានិយមទី1បានយល់ព្រមប្រគល់កម្ពុជាក្រោមឲ្យយួនរួចមកហើយដូច្នេះតើមានហេតុផលអ្វីទៀតដែលខាត់កុំឲ្យប្រជាជាតិខ្មែររំលាយរាជានិយមទី2បច្ចុប្បន្នចោលចេញព្រោះរាជានិយមទី2នេះហ៊ានចុះហត្ថលេខាក្បត់ជាតិប្រគល់កោះត្រល់ដែនសមុទ្រនិងព្រំដែនឲ្យយួនហាណូយនៅនឹងភ្នែកនៃប្រជាជាតិខ្មែរ6អំពើពុករលួយនៅក្នុងរាជាណាចក្រអាចក្នុងឈ្នាងកម្ពុជាបច្ចុប្បន្នអ្វីៗគឺជាសម្បកក្រៅស្អុយរលួយប្រហោងក្នុងទោះជាមានអង្គភាពប្រឆាំងអំពើពុករលួយក៏អង្គភាពនេះត្រូវបានត្រួតត្រាដោយអមយន្តទៀងអាយ៉ងការពារបម្រើហ៊ុនសែនដែរដើម្បីការពារអំពើមហាពុករលួយនៃបកប្រជាជនជាប្រព័ន្ធរបស់ហ៊ុនសែននិងគ្រួសារបកពួកម៉ាហ្វយ៉ាយួនចិននិងបរទេសតែហេតុអ្វីបានជារដ្ឋាភិបាលគ្រប់អាណត្តិជិត30ឆ្នាំមកហើយនេះមានសមាជិកភាពជិត1000នាក់តែហេតុអ្វីបានជាឧបនាយករដ្ឋមន្ត្រីដូចសម្ដេចលំបល់យកគ្រប់បញ្ហាសុកអានមានដៃរាប់មិនអស់ហេតុអ្វីបានជានាយករដ្ឋមន្ត្រីចៅមានងារជាដៃចៅ500ហេតុអ្វីបានជាទាហានពាក់ផ្កាយចៅផ្កាយក្រពើមានជាង 3000 នាក់ហេតុអ្វីបានជាអុកញ៉ាមានរហូតជិត 1000 នាក់ដូច្នេះអ្នកនាំពាក្យគឺគ្រាន់តែជាអ្នកការពារត្រពងដូចជាផៃស៊ីប៉ែប្រចាំទីស្តីការគណៈរដ្ឋមន្ត្រីសុកអាចសេះនៃបកប្រជាជនឬកែរេមីនៃគណៈកម្មាធិការសិទ្ធិដេរឆានឡាក់ដូច្នេះគឺតាមអំពើពុករលួយដែលព្រៃឈើនិងរ៉ែរលំរលាយអស់ដោយឈ្មួញរកស៊ីជាមួយគ្រួសារហ៊ុនសែនដោយទ្រីភាពដែលបន្តកាប់បំផ្លាញដឹកជញ្ជូនព្រៃឈើទៅយួនបង្ហោះទៅចិននៅឆ្នាំ2017នេះទីស្តីការក្រសួង
រ៉ាសន្យាថានឹងរកលុយចំណូលពីរ៉ាឲ្យបាន$20 លានតែជា$20 លាននៅក្នុងតម្លៃរ៉ានាំចេញប៉ុន្មាន100 លានគឺដូចលុយចំណូល$7 លានក្នុងរដ្ឋនៅលើលុយនាំខ្សាច់ចេញទៅសង្ហបុរីដែលអង្គការសហប្រជាជាតិរកឃើញថាមានតម្លៃជាង$700 លានអញ្ចឹងហើយបានជាគ្រួសារហ៊ុនសែននាយករដ្ឋមន្ត្រីចៅមានទ្រព្យធនមហាសាលទាំងដំឡងទាំងកូនប្រសារទាំងម៉ាហ្វ្យាទាំងបកពួកទាំងសមាជិកបកបើទោះជាមេឃុំបម្រើបកចាញ់ឆ្នោតក៏គេនឹងនៅតែទទួលបៀវត្សពីបកដដែលនេះបើតាមបញ្ជាហ៊ុនសែននឹងមិនសំអនលុយលក់ឈើក៏ដូចនោះដែរគឺជាលុយឈើចូលថវិកាជាតិ$1 លានលើលុយ$100 លានជាឈើដឹកនាំទៅយួនទៅចិនឬជាង20 ឆ្នាំមកហើយដែលទូតសហរដ្ឋអាមេរិកបានបង្ហាញថាក្នុងមួយឆ្នាំកម្ពុជាបាត់លុយចំណូលថវិកាជាង$500 លានដូច្នេះក្នុងអំពើមហាពុករលួយបែបនេះឈើក៏រលំខ្សាច់ក៏ហិនហោចរ៉ែក៏រលាយហើយកម្ពុជាក៏នៅតែបន្តជំពាក់លុយបរទេសបន្ថែមមួយឆ្នាំ$1000 លានបន្ថែមទៀតជារៀងរាល់ឆ្នាំព្រោះកម្ពុជាបាននឹងបន្តខ្ចីលុយគេពុំដឹងជាយកទៅធ្វើអ្វីឲ្យច្បាស់លាស់មានតម្លាភាពនោះឡើយ7ម៉ាហ្វ្យាកងទ័ពកងកម្លាំងនានាដែលច្បាមយកទ្រព្យសម្បត្តិរដ្ឋនិងសម្បត្តិប្រជាជាតិតាមការប្រើអំណាចប្រជាជាតិខ្មែររងគ្រោះជិត1 លាននាក់នេះបើតាមរបាយការណ៍ Global Witness ហើយដែលមេធាវីនៃអង្គការ Global Diligence លោក Richard Rogers បានដាក់ប្តឹងទៅ ICC គឺម៉ាហ្វ្យានៅអុកញ៉ាជិត1000នាក់នេះហើយដែលបាននឹងកំពុងចិញ្ចឹមកងទ័ពកងកម្លាំងកងប្រដាប់អាវុធកងអង្គរៈដែលធ្វើឲ្យហ៊ុនសែនអាចបញ្ជាឲ្យបង្ក្រាបប្រជាជាតិខ្មែរគ្រប់ពេលវេលាក្នុងនីតិរដ្ឋភាពហ៊ុនសែនទាបបាញ់ពលសរឿនហ៊ីងប៊ុនហៀងវាបានប្រកាសប្រុងប្រៀបជានិច្ចថានឹងបង្ក្រាបបដិវត្តការឈូកដើម្បីការពាររក្សារបបដេរឆានខ្ញុំកញ្ជះជួនចិនមហាពុករលួយប្រព្រឹត្តអក្រិតកម្មជាអនីតិរដ្ឋកៅរេមីប្រធានគណៈកម្មការសិទ្ធិដេរឆាននៃរដ្ឋាភិបាលប្រកាសប្រឆាំងរបាយការណ៍នៃសភាអាស៊ានសម្រាប់សិទ្ធិមនុស្សឬ APHO ថាចវាយគាត់គឺហ៊ុនសែនមានគុណធម៌ដ៏ធំធេងធំជាងមេឃក្នុងការបម្រើសិទ្ធិដេរឆាននៅកម្ពុជាវាគួរតែហ៊ុនសែនបានទទួលរង្វាន់សន្តិភាព Nobel 8ប្រជាជាតិខ្មែរខ្វះសេចក្តីសង្ឃឹមក្នុងជីវិតព្រោះកម្ពុជាជាអនីតិរដ្ឋស៊ីរូងដោយអំពើមហាពុករលួយគ្រប់គ្រងដោយហ៊ុនសែនជនផ្ដាច់ការធ្វើឲ្យប្រជាជាតិខ្មែររស់ក្នុងភាពងងឹតមើលពុំឃើញពន្លីសុបមង្គលហើយគ្មានក្តីសង្ឃឹមទៅអនាគតទេនៃវាកម្ពុជាដែលរលត់ម៉ាស៊ីនកណ្ដាលសមុទ្រលហោលហេពេលមេឃខ្មៅងងឹតមុនខ្យល់ព្យុះសង្ឃរាភ្លៀងផ្គរនិងទទួលមហន្តរាយជាដាច់ខាតអាចលិចលង់នាវាកណ្ដាលមហាសាគរត្រូវសត្វសមុទ្រជាឆ្លាមស៊ីឬក៏អ្នកជិះនាវាស្លាប់ដោយពំចេះហែលឬព្រោះហេវហត់គ្មានអ្វីតោងជាបង្អែកនិងគ្មានចំណីអាហារ9អនាធិបតេយ្យក្នុងការដឹកនាំស្រុកក្នុងរបបអាចក្នុងឈ្នាងបែបនេះអ្នកមានអំណាចគេមានកំភ្លើងគេមានលុយគេធ្វើអ្វីបានទាំងអស់ក្នុងនីតិរដ្ឋភាពគឺអ្នកទន់ខ្សោយគ្មានអាវុធក្រីក្រជាប្រជាជាតិខ្មែរដែលរស់ក្នុងទុក្ខវេទនាអនាធិបតេយ្យនាំឲ្យរបបអាខ្វាក់ហ៊ុនសែនធ្វើច្បាប់ចាប់ប្រជាជាតិទន់ខ្សោយនិងស្លូតត្រង់ស្នេហាជាតិជាមនុស្សជាតិទៅដាក់គុកស្របតាមច្បាប់ព្រៃផ្សៃរបស់ពួកវាអនាធិបតេយ្យបែបនេះគឺកើតមកពីប្រទេសកម្ពុជាជាអនិច្ចរដ្ឋស្ថិតក្រោមអាណានិគមយួនឈ្លានពានកេងប្រវ័ញ្ចសេដ្ឋកិច្ចដោយមហាប្រទេសចិនព្រោះថាដឹកនាំមិនគោរពច្បាប់ជាតិច្បាប់មនុស្សជាតិនិងច្បាប់អន្តរជាតិហើយដែលមានហ៊ុនសែនបកប្រជាជនជាក្រុមអាក្បត់ជាតិអាយ៉ងបំរើបរទេសដាច់ថ្លៃ10កម្ពុជាកំពុងរសាត់អណ្ដែតក្នុងមហាសមុទ្រធំធេងគ្មានកោះគ្មានត្រើយព្រោះកម្ពុជាជាប្រទេសអនិច្ចរដ្ឋគ្រប់គ្រងដោយហ៊ុនសែនបកប្រជាជនដាច់ការទើបប្រជាជាតិខ្មែរគ្មានសិទ្ធិសេរីភាពសម្រេចចិត្តអុំទូកឬបើកនាវាទៅទីណាមួយដើម្បីដល់ត្រើយឡើយព្រោះ
ប្រជាជាតិខ្មែរគ្មានអំណាចធ្វើអ្វីជាម្ចាស់និវាសទេនោះណាតែមានរដ្ឋធម្មនុញ្ញបម្រើមនុស្សជាតិជ្រើសរើសនិងគោរពដោយប្រជាជាតិខ្មែរទាំងអស់គ្នាបោះជាមតិជ្រើសរើសយកដោយប្រជាជាតិខ្មែរជាអ្នកចេះដឹងមើលឃើញជុំវិញខ្លួនមើលឃើញសកលលោកទើបនាវាកម្ពុជាឈប់អណ្ដែតត្រសែតទៅតាមវាយោទៅតាមចរន្តទឹកសមុទ្រទើបប្រជាជាតិនៅលើនាវានឹងមានទំនុកចិត្តលើទង្វើនិងលើអនាគតរបស់ខ្លួនឡើងវិញគឺមានតែបដិវត្តការឈប់ទេដែលអាចបំបត្តិភាពអណ្ដែតត្រសែតគ្មានកោះគ្មានត្រើយដូចនាវាខូចរលត់ម៉ាស៊ីនកណ្ដាលសមុទ្រជាបដិវត្តចាំបាច់សម្រាប់កសាងជីវភាពកម្ពុជានិងប្រជាជាតិខ្មែរជាមនុស្សជាតិក្រោយពីការផ្ដួលរំលំរដ្ឋបាលអាក្រក់ហ៊ុនសែនធិបតេយ្យអ្វីជាកម្មវិធីនៃបដិវត្តការឈប់កម្មវិធី10យ៉ាងរបស់បដិវត្តការឈប់គឺដើម្បីបំបត្តិបុព្វហេតុ10យ៉ាងនៃរបបអាក្រក់ហ៊ុនសែនធិបតេយ្យខាងលើនេះដោយឈរលើមធ្យោបាយពហិការមិនទៅបោះឆ្នោតមិនសហការជាមួយរដ្ឋការក្បត់ជាតិខ្មែរដេញអាណានិគមយួនចិនដែលបំផ្លាញសុភមង្គលប្រជាជាតិខ្មែរដើម្បីខ្មែរអាចបម្រើប្រយោជន៍ប្រជាជាតិខ្មែរបដិវត្តដើម្បីបម្រើប្រជាជាតិដោយប្រជាជាតិជាមួយប្រជាជាតិគឺជាបដិវត្តជានិច្ចនិរន្តរ៍ Revolution Permanent ទើបបានសម្រេចទី1គឺដើម្បីទាមទារឯករាជ្យកម្ពុជាពីអាណានិគមយួនឲ្យខាងតែបានតាមគ្រប់មធ្យោបាយដោយយកអង្គការសហប្រជាជាតិជាជំនួយទី2រំលំជនដាច់ការហ៊ុនសែនបកប្រជាជនឲ្យខាងតែបានព្រោះវាជាអាយ៉ងខ្ញុំកញ្ចក់បរទេសយួនចិនដាច់ថ្លៃដែលបាននឹងកំពុងជិះជាន់បង្ក្រាបប្រជាជាតិខ្មែរទី3ដើម្បីប្រជាជាតិខ្មែរអាចរំលាយរបបដេរឆានដាក់ជំនួសវិញដោយរបបមនុស្សជាតិទី4ដើម្បីធ្វើឲ្យស្ថាប័នរដ្ឋសំខាន់ក្លាយជាស្ថាប័នឯករាជ្យផ្ដល់ទំនុកចិត្តឲ្យប្រជាជាតិដើម្បីរក្សាការពារសិទ្ធិសេរីភាពនៃប្រជាជាតិខ្មែរឲ្យរស់បានក្នុងយុត្តិធម៌គ្មានអំពើពុករលួយទី5ខ្មែរត្រូវតែរំលាយរបបរាជានិយមទី2ទីម៉ូស៊ីប៉ែក្បត់ជាតិសពថ្ងៃដែលជាឆ្លើងសង្គមឲ្យខាងតែបានព្រោះរបបរាជានិយមទី2នេះហើយដែលកំពុងពង្រឹងរបបហ៊ុនសែនបកប្រជាជនយួនដែលគ្មានលេសអ្វីទៀតបែបមនុស្សធម៌ដើម្បីនាំឲ្យប្រជាជាតិខ្មែរគោរពកោតខ្លាចទៀតឡើយទី6ទើបគេអាចបង្ក្រាបរបបពុករលួយអាចក្នុងឈ្នាងបច្ចុប្បន្នបានដើម្បីយុត្តិធម៌សង្គមនិងសុភមង្គលនៃប្រជាជាតិខ្មែរនៅប្រទេសកូរ៉េខាងត្បូងប្រធានសហគ្រាស Samsung បានសុំទោសប្រជាជាតិកូរ៉េពីអំពើខ្មាស់អៀនដ៏ធំធេងមួយដែលបង្កើតទង្វើមហាពុករលួយតាក់ទងជាមួយប្រធានាធិបតីប៉ាក់កឹនហ៊ីនៅប្រទេសរុស្ស៊ីកាលពីថ្ងៃអាទិត្យទី26មីនានេះមានមហាបាតុកម្មក្នុងប្រទេសរុស្ស៊ីប្រឆាំងអំពើពុករលួយនៃរដ្ឋាភិបាលពូទីនរដ្ឋាភិបាលបានចាប់បាតកោជិត 1000 នាក់ហើយគេចាប់ទាំងមេបកប្រឆាំងអាឡិចសៃណាវ៉ាល់នីដែលតុលាការកាត់ទោសដាក់ពន្ធនាគារ15ថ្ងៃទៀតផងទី7ទើបគេអាចបំបត្តិការច្បាមយកដីធ្លីរដ្ឋដីធ្លីប្រជារាស្ត្រប្រព្រឹត្តដោយកងទ័ពនិងកងកម្លាំងប្រដាប់អាវុធបានក្នុងប្រសិទ្ធភាពទី8ទើបរបបថ្មីអាចផ្ដល់ក្តីសង្ឃឹមឲ្យប្រជាជាតិខ្មែរក្នុងសង្គមនិងក្នុងជីវិតតាមការបង្កើតរបបនីតិរដ្ឋដោយឈលលើរដ្ឋធម្មនុញ្ញថ្មីដែលប្រជាជាតិខ្មែរជ្រើសរើសយកដោយប្រជាមតិទី9តាមការបំបត្តិភាពអាណាធិបតេយ្យអាចក្នុងឈ្នាងក្នុងការដឹកនាំស្រុកតាមអភិបាលកិច្ចល្អគោរពឆន្ទៈប្រជាជាតិនិងអន្តរជាតិនិងទី10ជាបញ្ចប់ទើបអាចទប់ស្កាត់បំបត្តិភាពអណ្ដែតត្រសែតនៃនាវាកម្ពុជាក្នុងលំហសមុទ្រដ៏ធំធេងដើម្បីជៀសវាងការលិចលង់នាវាកម្ពុជាពោលគឺគេនាំគ្នាកសាងគ្រឹះនិងស្ថាប័នរដ្ឋឲ្យបានរឹងមាំជារបបសេរីសាធារណរដ្ឋគោរពសិទ្ធិសេរីភាពនិងលទ្ធិប្រជាធិបតេយ្យនៃប្រជាជាតិខ្មែរខាងលើនេះហើយដែលជាកិច្ចការនៃប្រជាជាតិខ្មែរដើម្បីគិតគូរពីជីវភាពនិងសុភមង្គលនៃប្រជាជាតិជារួមបដិវត្តការឈប់ធ្វើឡើងដើម្បីផ្ដល់សេចក្តីសង្ឃឹមឲ្យប្រជាជាតិខ្មែរក្នុងពេលបច្ចុប្បន្ននិងទៅអនាគតគឺមានតែប្រជាជាតិខ្មែរទាំងមូលទេដែលអាចសម្រេចគោលដៅបដិវត្តការឈប់នេះបានដោយប្រជាជាតិជាមួយប្រជាជាតិដើម្បីប្រជាជាតិខ្មែរតើអ្នកណាជាអ្នកធ្វើបដិវត្តការឈប់ខ្មែរម្នាក់ឯងជាបុគ្គលពុំអាចធ្វើអ្វីៗបានសម្រេចស្រួលទេជាពិសេសដើម្បីសម្រេចគោលដៅរួមរំដោះកម្ពុជាគឺប្រ
ប្រជាជាតិខ្មែរទាំងអស់គ្នានៅក្នុងស្រុកនៅក្រៅស្រុកដែលជាអ្នកធ្វើបដិវត្តការឈប់ក្នុងអហិង្សាគេត្រូវនាំគ្នាដេញជន់ផ្ដាច់ការហ៊ុនសែនបកប្រជាជនជាដាច់ខាតឥតរាថយជាបន្ទាន់ដើម្បីកុំឲ្យជំងឺមហារីកនេះអាចរីករាលដាលទូទាំងសារពាង្គកាយនៃប្រជាជាតិខ្មែរគឺដើម្បីរំលាយរបបដេរឆានបច្ចុប្បន្នឲ្យបានទើបយើងអាចនាំគ្នាបង្កើតរបបនីតិរដ្ឋឲ្យបានរឹងមាំជារបបសេរីគោរពសិទ្ធិសេរីភាពនៃមនុស្សជាតិជារួមប្រជាជាតិខ្មែរត្រូវរំលាយរបបរាជានិយមទី2បច្ចុប្បន្នចោលចេញព្រោះជារបបក្បត់ជាតិដូចជារបបរាជានិយមទី1នៃសីហនុដែលយកព្រមចុះហត្ថលេខាប្រគល់កម្ពុជាក្រោមឲ្យវៀតណាមកាលពីថ្ងៃ4មិថុនា1949ដូច្នោះដែរហើយរាជានិយមទី2បច្ចុប្បន្នបានចុះហត្ថលេខាលើសន្ធិសញ្ញាបំពេញបន្ថែម2005ផ្ដល់សុពលភាពឲ្យសន្ធិសញ្ញាចាស់នានាឆ្នាំ1979 1982 1983 ដើម្បីបំបត្តិអំពើពុករលួយគ្រប់ទិសទីគ្រប់វិស័យដើម្បីបំបត្តិការប្រើអំណាចអាវុធរំលោភយកដីធ្លីពីប្រជាពលរដ្ឋខ្មែរទាំងខ្សោយស្លូតត្រង់បច្ចុប្បន្នខ្មែរជិត1លានអ្នករងគ្រោះពីការរំលោភច្បាមយកដីធ្លីផ្ទះសម្បែងពីសំណាក់ម៉ាហ្វ្យាមានកងទ័ពអុកញ៉ាកងកម្លាំងប្រដាប់អាវុធអ្នកមានអំណាចឡាក់ដើម្បីផ្ដល់ក្តីសង្ឃឹមឲ្យប្រជាជាតិខ្មែរកុមារយុវជនឥតរើសមុខតាមការសិក្សាអប់រំមានក្តីសង្ឃឹមក្នុងជីវិតនៅក្នុងប្រទេសរបស់ខ្លួនទើបជាកត្តានាំឲ្យប្រជាជាតិខ្មែររួបរวมគ្នាសាមគ្គីគ្នាជាថ្មីឡើងវិញដើម្បីនាំគ្នាបំបត្តិអាណាធិបតេយ្យក្នុងការគ្រប់គ្រងប្រទេសព្រោះនឹងមានអភិបាលកិច្ចល្អគោរពច្បាប់គោរពឯករាជ្យភាពនៃស្ថាប័នរដ្ឋបម្រើសិទ្ធិពលរដ្ឋដើម្បីជាបញ្ចប់ប្រជាជាតិខ្មែរអាចកំណត់យកគោលដៅដឹកនាំប្រទេសតាមការចាក់គ្រឹះនីតិរដ្ឋជ្រើសរើសយករបបមនុស្សជាតិដើម្បីសន្តិភាពនិងអភិវឌ្ឍសេដ្ឋកិច្ចដើម្បីសុខមង្គលនៃប្រជាជាតិខ្មែរជាមនុស្សជាតិបន្តទៅនេះគឺជាសម្រងនៃវោហារសាស្ត្រជាសម្ដីនិងគំនិតអាក្រក់នៃរបបបច្ចុប្បន្នព្រោះគេនាំគ្នាផ្សព្វផ្សាយបង្កើតនៅក្នុង logic មួយដើម្បីបន្តអំណាចយួនឲ្យបានយូរលង់សូមបងប្អូនប្រជាជាតិខ្មែររិះគិតពិចារណាលើវោហារសាស្ត្របោកប្រាស់នៃរបបអាខ្វាក់ហ៊ុនសែនធិបតេយ្យបច្ចុប្បន្នដូចតទៅអន្តរជាតិទោះជាអង្គការសង្គមស៊ីវិលក៏ដោយអង្គការរដ្ឋាភិបាលបរទេសក៏ដោយពុំត្រូវចូលជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងនៃកម្ពុជាទេព្រោះកម្ពុជាជាប្រទេសអធិបតេយ្យតាមពិតអង្គការសង្គមស៊ីវិលជាតិអន្តរជាតិអង្គការសហប្រជាជាតិគេមើលឃើញកំហុសឆ្គងខុសច្បាប់ក្រៅច្បាប់ប្រឆាំងសិទ្ធិសេរីភាពទៅលើប្រជាជាតិខ្មែរទើបគេធ្វើការកត់សម្គាល់ផ្ដល់ជាយោបល់ជាប្រយោជន៍ឲ្យប្រទេសកម្ពុជានិងប្រជាជាតិខ្មែរតែបែរជាពួកអាត្រពងការពាររិះគន់ពេបជ្រាយមើងងាយទង្វើរបស់អន្តរជាតិទៅវិញព្រោះពួកអាត្រពងពុំមែនជាពួកអ្នកនាំពាក្យផ្ដល់ការពិតឲ្យសាធារណជនដឹងឮទេពួកវាគឺជាពួកដោះសារត្រពងការពារមិនហ៊ានទទួលយកការពិតមកពិចារណាធ្វើតាមដើម្បីជាប្រយោជន៍នៃកម្ពុជានិងប្រជាជាតិខ្មែរឡើយរីឯវោហារសាស្ត្រសម្ដីនិងគំនិតជឿនលឿននៃបដិវត្តការឈូកគឺដើម្បីដាស់ស្មារតីប្រជាជាតិខ្មែរកុំឲ្យដេកចាំស្លាប់ពីនាំគ្នាងើបឬបំរាស់ទាំងអស់គ្នាឲ្យបានសម្រេចដូច្នេះត្រូវបងប្អូនទទួលយកគំនិតសម្ដីវោហារសាស្ត្រនៃបដិវត្តការឈូកពិចារណាដូចតទៅខ្មែរត្រូវនាំគ្នាប្រទុសរាយអ្នកនយោបាយខ្មែរក្បត់ជាតិនិងសុំគោរពក្បត់ជាតិត្រូវនាំគ្នាស្វាគមន៍អ្នកនយោបាយខ្មែរដែលស្នេហាជាតិបច្ចុប្បន្នប្រជាជាតិខ្មែរកំពុងជួបបញ្ហា100ចំពោះបើសិនជាកម្ពុជាជារដ្ឋសេរីម្លេះប្រជាជាតិខ្មែរអាចនាំគ្នាងើបដោះស្រាយរួចដើម្បីឲ្យកម្ពុជាទទួលបានឯករាជ្យស្គាល់សិទ្ធិសេរីភាពនិងលទ្ធិប្រជាធិបតេយ្យបានរួចរាល់មកហើយបើប្រទេសយើងជានីតិរដ្ឋនោះច្បាស់ជាប្រជាជាតិខ្មែរអាចនាំគ្នាក្រោកធ្វើបាតកម្មដោយអហិង្សាទាមទារអ្វីៗដែលយើងចង់បានដោយសេរីយុត្តិធម៌ក្នុងសាមគ្គីភាពដូចជានៅប្រទេសកូរ៉េខាងត្បូងនៅអឺរ៉ុបនៅសហរដ្ឋអាមេរិកឬនៅរុស្ស៊ីឡាបើសិនជាកម្ពុជាជានីតិរដ្ឋនោះប្រជាជាតិខ្មែរអាចងើបធ្វើបាតកម្មប្រឆាំងហ៊ុនសែនដែលមិនគោរពរដ្ឋធម្មនុញ្ញបច្ចុប្បន្នដែលក្តាប់ក្តាប់ស្ថាប័នរដ្ឋទាំងអស់ប្រឆាំងស្ដេចសីហមុនីដែលក្លាយជាស្ដេចទីងងក្បត់ជាតិនាំគ្នាងើបដើម្បីដេញអាណានិគមយួនដោយអហិង្សាងើបដើម្បីបរិហារហ៊ុនសែនបកប្រជាជនថាជាអាយ៉ងកញ្ចេះយួនងើបប្រឆាំងរបបហ៊ុនសែនដែលមិនគោរពសិទ្ធិមនុស្សនិងសិទ្ធិលទ្ធិប្រជាធិបតេយ្យងើបប្រឆាំងអំពើពុករ
រលួយក្នុងរបបម៉ាហ្វយ៉ាដូចនៅប្រទេសនានាដូចជានៅប្រេស៊ីលនៅរុស្ស៊ីឡានេះប្រឆាំងបរិហាគ្រួសារហ៊ុនសែនដែលត្រួតត្រារដ្ឋកម្ពុជាពីឪដល់កូនរហូតដល់ដំឡងកូនប្រសាចៅទួតគឺជារដ្ឋគ្រួសារនិយមងើបទាមទារឲ្យសភាទាំងពីរឈប់ធ្វើជាអាយ៉ងរដ្ឋាភិបាលហើយបម្រើប្រជាជនខ្មែរវិញដើម្បីការពារមាតុភូមិកម្ពុជាក្នុងបូរណភាពទឹកដីងើបទាមទារសូមឲ្យរបបហ៊ុនសែនបញ្ឈប់ការជិះជាន់ប្រជាជាតិខ្មែរយកប្រជាជាតិខ្មែរធ្វើជាចំណាប់ខ្មាំងឡាក់ជារួមនិងជាក់ស្ដែងកម្ពុជាបច្ចុប្បន្នគឺជារបបអាខ្វាក់ហ៊ុនសែនធិបតេយ្យព្រោះជារបបដែលមានលក្ខណៈដូចតទៅហ៊ុនសែនជន់ឈ្លីរដ្ឋធម្មនុញ្ញស្ថាប័នរដ្ឋទាំងអស់ស្ថិតនៅក្នុងកណ្ដាប់ដៃហ៊ុនសែនមុខងារស្ដេចសីហមុនីសម្រាប់ប្រថាប់ត្រាឲ្យហ៊ុនសែនយួនហាណូយវៀតណាមជាប្រទេសចក្រពត្តិអាណានិគមលើកម្ពុជាត្រួតក្បាលហ៊ុនសែនជាបកប្រជាជនអាយ៉ងកញ្ចេះយួនចិនដាច់ថ្លៃរបបអាខ្វាក់ហ៊ុនសែនធិបតេយ្យគឺជារបបដេរឆានគឺជារបបបំរើម៉ាហ្វយ៉ាគ្រួសារបកពួកអ្នកវិនិយោគិនជាតិនិងអន្តរជាតិទុច្ចរិតហ៊ុនសែននិងគ្រួសារគ្រប់គ្រងកងកម្លាំងប្រដាប់អាវុធកងអង្គភាពស៊ើបអង្កេតនៃយោធាស្ថិតក្នុងកណ្ដាប់ដៃហ៊ុនម៉ាណិតជាកូនប្រុសទី2ពាក់ផ្កាយ2ហ៊ុនម៉ាណែតកូនប្រុសទី1កាន់ការជាអគ្គមេបញ្ជាការរងនៃកងទ័ពជាមេបញ្ជាការនៃកងអង្គភាពប្រឆាំងភេរវកម្មនិងជាមេបញ្ជាការរងនៃកងអង្គរៈការពារហ៊ុនសែនសភាទាំងពីរតុលាការលាក់បម្រើមហិច្ឆតាហ៊ុនសែនបកប្រជាជនប្រជាជាតិខ្មែរស្ថិតជាចំណាប់ខ្មាំងរបស់ហ៊ុនសែនដូច្នេះការផ្ទុះបដិវត្តផ្កាឈូកគឺជាបាតុភូតចាំបាច់ស្របតាមច្បាប់ធម្មជាតិព្រោះប្រជាជាតិខ្មែរជាមនុស្សជាតិត្រូវការឯករាជ្យសម្រាប់មាតុភូមិកម្ពុជារបស់គេនិងត្រូវការសិទ្ធិសេរីភាពលទ្ធិប្រជាធិបតេយ្យពលគឺបដិវត្តផ្កាឈូកនឹងផ្ទុះឡើងដោយប្រជាជាតិជាមួយប្រជាជាតិដើម្បីប្រជាជាតិជ័យយោប្រទេសកម្ពុជាជ័យយោប្រជាជាតិខ្មែរជ័យយោបដិវត្តផ្កាឈូកជម្រាបលាបងប្អូនជនរួមជាតិដែលស្ដាប់បទបដិវត្តផ្កាឈូកទាំងក្នុងស្រុកទាំងក្រៅស្រុកសូមអរគុណពាក្យលោកខុងលីរបបទេរឆានមិនមែនថាស្មានមានលេខគួរគិតក៏ដូចជាពាក្យកែមលៃបណ្ឌិតលោកផាជុំចិត្តដោយសត្វសាហាវមិនមែនមកយកខ្មែរទាំងអស់ទេសូមរិះគិតរេកុំអាលឆេវចៅរបបហ៊ុនសែនណែនដោយបនបាវពលគឺសាហាវប្រៀបដូចទេរឆានមានន័យម្យ៉ាងទៀតគឺគ្មានមនុស្សធម៌ឲ្យរីខ្លាចញ័ររួមទាំងភ័យប្រានធ្វើទុកបុកដេញមិនដែលសាងស្រានរករឿងរំខានតែអ្នកស្នេហ៍ទៀតដោយបនបាវពលគឺសាហាវប្រៀបដូចទេរឆានមានន័យម្យ៉ាងទៀតគឺគ្មានមនុស្សធម៌ឲ្យរីខ្លាចញ័ររួមទាំងភ័យប្រានធ្វើទុកបុកម្នេញមិនដែលស្រាងស្រានរករ
រឿងរំខានតែអ្នកស្នេហ៍ជាតិរបបតែឆានពិតជាត្រូវណាស់មើលទៅឃើញច្បាស់រឹកពីមីយាតវាដូចតែឆានគឺដូចណាស់ទៀតពួកមានសារជាតិដូចសត្វទេរឆានពួកមានសារជាតិសត្វទេរឆានមានទូរភ័ក្រជាទម្ងន់ព្រោះប្រទេសខ្មែរយើងគ្មានទេរដ្ឋាភិបាលគឺក្រុមចៅយួនចិននិងអាយ៉ងវាមកឈ្លានពានបំផ្លិចបំផ្លាញគ្រប់វិស័យដើម្បីបញ្ចប់កម្មវិធីនៅថ្ងៃនេះបដិវត្តកាឈូសូមជូនកំណាព្យនៅចម្រៀងស្នេហាជាតិអមដោយអត្ថាធិប្បាយយួនសម័យមុនលក់អេចាយឥឡូវពាក់ផ្កាយពេញក្រសួងកងទ័ពមហាផ្ទៃនិងវាំងលួងចារកម្មស៊ីរូងសង្គមខ្មែរយួនមានផែនការខ្មៅគូក្រិចជិះជន់ពន្លិចល្បិចហូហែព្រោះមេខ្មែរល្ងងពុំតិកែយួនតោងទៀងខ្សែញាក់តាមចិត្តសម័យដៃជោសែនគ្រោះថ្នាក់ខ្មែរជាប់អន្តៈយួនអុក្រិតរះយួនពេញស្រុកជាកាពិតមិនមែនប្រឌិតឬមូសាយួនជាមេរោគព្រួនដង្កូវមានច្រើនពួននៅក្នុងរាជការធ្វើមេប៉ូលីសផ្កាយអុកញ៉ាត្រៀមចាំប្រហារខ្មែរជានិច្ចដើម្បីអំណាចសែនបិទភ្នែកឲ្យយួនហួហែកខ្មែរខ្ទាំខ្ទេចព្រំដែនព្រៃឈើឆេះរលរិចផែនការសម្រេចសហព័ន្ធយួនយើងខ្មែរបដិញ្ញារំដោះជាតិសាមគ្គីមូលមៀតតាមច្បាប់ក្បួនកំចាត់ចារកម្មហាណូយយួនឲ្យរលាយសូន្យពីដីខ្មែរទីមេត្រីគ្មានអ្វីប្រសើរជាងការស្រឡាញ់ប្រទេសជាតិមាតុភូមិរបស់ខ្លួននោះទេស្នេហាជាតិគឺមានន័យថាស្រឡាញ់ទឹកដីថែរក្សាការពារប្រជាជននិងអ្វីៗដែលជាអត្តសញ្ញាណជាតិរបស់ខ្លួនជនស្នេហាជាតិរមែងតែគិតប្រយោជន៍ជាតិធំជាងប្រយោជន៍ផ្ទាល់ខ្លួនខំកសាងអរិយធម៌និងថែរក្សាការពារអ្វីៗដែលជាសម្បត្តិជាតិឲ្យបានគង់វង្សកុំថ្កើងជាទីបំផុតនៅក្នុងសកលលោកទាំងមូលគេតែងឲ្យតម្លៃលើកតម្កើងកោតសរសើរនិងគោរពស្រឡាញ់ជានិច្ចពីទឹកចិត្តប្រជាពលរដ្ឋរបស់គេព្រោះគេធ្វើឲ្យប្រជាពលរដ្ឋគេមានតម្លៃមានសេរីភាពក្នុងការរស់នៅនិងក្នុងការបញ្ចេញមតិពេញសិទ្ធិជាមនុស្សជាម្ចាស់ស្រុកម្ចាស់ទឹកដីដោយគ្មានប្រទេសជិតខាងណាហ៊ានមើលងាយមើលថោកនោះបានឡើយទៅវិញប្រទេសយើងសប្តាហ៍ថ្ងៃនេះពួកខ្មែរក្រហមខ្មែរវៀតមិញវាខំដើរតួដើម្បីសម្លាប់ពូជខ្មែរគ្រប់ជំនាន់គ្រប់និន្នាការដែលយួននឹងចិនទៅការហើយនៅបង្កប់ខ្លួនគ្រប់គណៈបកធ្វើឲ្យប្រជាពលរដ្ឋខ្មែរយល់ច្រឡំលើកតម្កើងពួកអក្រិតជនដែលមានដើមកំណើតជាយួននិងចិនខ្លះ
ខ្លួនខ្មែរប៉ុន្តែខួរក្បាលយួននាំគ្នាហៅថាលោកតាព្រឹទ្ធាចារ្យដោយគ្មានយល់ថាអ្នកទាំងអស់នោះជាពេជ្ឈឃាតបានលួចចម្រិតឆក់ប្លន់ទ្រព្យសម្បត្តិជាតិនិងសម្បត្តិរាជខ្មែររហូតបានកើតជាអង្គការមហាសេដ្ឋីដែលធ្វើឲ្យប្រជាពលរដ្ឋខ្មែរទឹកភ្នែកកើតទុក្ខវេទនាក្តៅក្រហាយគេប្រតិចដល់ពួកអក្រិតជនទាំងអស់នោះព្រោះតែការបាត់បង់ទឹកដីសេរីភាពគ្មានទីលំនៅគ្មានជំរកដោយសត្វធាតុនៃសេចក្តីឈឺចាប់ដែលមិនអាចថ្លឹងបានរាប់សិបឆ្នាំយ៉ាងនេះហើយគួរណាស់តែខ្មែរខ្លះមានសតិខ្លះឡើងកុំនាំឲ្យប្រជាពលរដ្ឋខ្មែរជឿទៅលើការបោះឆ្នោតនោះព្រោះការបោះឆ្នោតនេះឯងដែលធ្វើឲ្យធ្លាក់ដល់កម្រិតនេះងើបឡើងបងប្អូនតស៊ូឡើងក្លាហានឡើងប្រឆាំងបះបោរជានិច្ចធ្វើដោយប្រទេសនានាដោយប្រទេសទុយនីស៊ីជាដើមកុំឲ្យគេធ្វើបាបប្រជារាស្ត្រយើងយ៉ាងនេះឡើយតទៅនេះលោកកុយវណ្ណាមកបង្ហាញនៅការអាណិតអាសូរលាយនឹងការឈឺចាប់ចំពោះបងប្អូនរួមជាតិនៅលើទឹកដីមាតុភូមិរបស់ខ្លួនយ៉ាងមហាវេទនាជាទីបំផុតតាមរយៈបទជីវិតខ្មែរបង្កក់នៅល្អងនៅក្តៅងំរីយំនៅសាមពលនៅឡើយរៀងរងវេទនីពុំមានពេលស្បើយអស់ហើយអស់ទាំងអស់ដីអស់គេរឿងចាស់ឈឺណាស់នៅមិនទាន់បាត់មិនស្ងាត់មិនស្ងៀមគេទៅយាយីអូរៃកៃឡារើតិចរើទីកំពីច្បាមដីឲ្យទៅនីទុនឃើញហើយលឺហើយវេទនាណាស់កម្មក្រាំងចាស់ដីតែរួងនៅមុនរងគ្រោះព្រោះចោលរំលោភឆក់ប្លន់ក្រុមហ៊ុនដែលទិញបាល់ពួងមន្ត្រីប៉ូលីស PM ការពីឲ្យចោលឯពួកវីរ៉ូដូចមិនដឹងអីធ្វើបាបរៀបឯងទាំងប្រុងទាំងស្រីគេថៃបានដីរៀបខ្មែរអស់ហើយចាស់ដីដែលរស់នៅមុនរងគ្រោះព្រោះចោលរំលោភឆក់ប្លន់ក្រុមហ៊ុនដែលទិញបាល់ពួងមន្ត្រីសង្ឃឹមអ្នកណាឲ្យជួយយើងបានសាក់សានសម្រានទុំក្រោមខ្លងជីវិតរៀបខ្មែររស់សែនក្រៀមក្រំប្រឡងអស់ក្តីរំពឹងហើយណាដល់វិនាទីនេះកម្មវិធីផ្សាយរបស់វិទ្យុបដិវត្តផ្កាឈូកសូមបញ្ចប់តែត្រឹមនេះយើងខ្ញុំសូមថ្លែងអំណរគុណដល់បងប្អូនអ្នកស្ដាប់ទាំងអស់ដែល
បានយកចិត្តទុកដាក់ស្ដាប់ការផ្សាយរបស់វិទ្យុបដិវត្តន៍ផ្កាឈូកនិងសូមជូនពរដល់បងប្អូនឲ្យមានសុខភាពល្អនិងប្រាជ្ញាវាងវៃជាប់ក្នុងខ្លួនជានិច្ចដើម្បីមាតុភូមិដ៏កំសត់របស់យើងដែលពួកចៅយួនឈ្លានពានវាកំពុងលេបត្របាក់រាល់ថ្ងៃហេតុដូច្នេះយើងខ្ញុំសូមអំពាវនាវដល់បងប្អូនរួមឈាមខ្មែរដែលជាអ្នកស្នេហាជាតិមាតុភូមិពិតប្រាកដទូទាំងពិភពលោកទាំងក្នុងទាំងក្រៅប្រទេសមករួបរวมជាមួយនឹងបដិវត្តន៍ផ្កាឈូកដើម្បីទាមទារយកអ្វីៗដែលជាសិទ្ធិរបស់យើងជាខ្មែរចាសសូមអរគុណសូមជម្រាបលានិងជួបគ្នានៅថ្ងៃស្អែកក្រោយទៀតបងជួបបងជាពកជាពកជាដៃជួបបងពីជួបត្រកបងក៏លោកបងពីជួបត្រកបងក៏ព្រះរំគណៈត្រៃ